ព្រឹកប្រកួតត្រីខ្លានិងត្រីមាសក្រសៀលទៅដល់ត្រីមាសព្រោះត្រីមាសគេចាប់អារម្មណ៍ខ្លាំងឆ្នាំមុនជប៉ុនឈ្នះជើងឯកត្រីខ្លាជាត្រីជាតិគេប៉ុន្មានឆ្នាំនេះថៃឈ្នះជើងឯកត្រីខ្លាជានិច្ចជប៉ុនក៏មិនអាចឈ្នះចិនយើងក៏មិនដែលឈ្នះថ្ងៃនេះខ្ញុំនឹងបំបីកំណត់ត្រាលោកជំទាវលោកសុភាពបរោះការប្រកួតត្រីខ្លាឆ្នាំនេះមានត្រីខ្លាលំដាប់កម្ពុជា42ក្បាលពី15ពីប្រទេសពួកគេនឹងដណ្ដើមយកជើងឯកពិភពលោកដ៏មានកិត្តិយសនេះអ្នកទី1គឺក្រុមថៃកីឡាករប៉ាចុងនាំមកនៅត្រីខ្លាថៃភាគខាងជើងដែលជាម្ចាស់ជើងឯកឆ្នាំមុនសូមគណៈកម្មការផ្ដល់ពិន្ទុត្រីខ្លារបស់ក្រុមថៃទទួលបាន94ពិន្ទុអ្នកបន្ទាប់គឺក្រុមជប៉ុនកីឡាករកុងពិនសាវនាំមកនៅត្រីខ្លា1ម៉ែត្រត្រីខ្លារបស់កីឡាករជប៉ុនទទួលបាន91ពិន្ទុត្រីខ្លាមិនមែនជាគោលដៅយើងទេបានលេខ3ក៏បានត្រីនាគនិងត្រីមាសទើបជាគោលដៅយើងឲ្យពួកថៃសប្បាយចិត្តនឹងត្រីខ្លាសិនទៅបន្ទាប់មកគឺកីឡាករឈិនយូឈួនរបស់ចិនគាត់នាំមកគឺត្រីខ្លាថៃភាគខាងជើងដែរលទ្ធផលត្រីខ្លារបស់កីឡាករឈិនយូឈួនចេញហើយគឺ99ពិន្ទុប្រហែលមានអ្នកឆ្ងល់ថាហេតុអ្វីខ្ញុំឲ្យពិន្ទុខ្ពស់ម្ល៉េះនិយាយមែនចុះនេះជាត្រីខ្លាដែលស្អាតបំផុតតែខ្ញុំធ្លាប់ឃើញក្នុងជីវិតលំនាំលើដងខ្លួនដូចស្បែកខ្លានៅក្នុងព្រៃពិតមិនមែននិយាយលេងទេឈិនយូឈួនយើងឈ្នះជើងឯកហើយលោកឈិនពិន្ទុ99នេះធ្វើឲ្យការប្រកួតចប់បាត់ហើយយើងប្រហែលមិនបានចំណាត់ថ្នាក់លេខ3ទេយកលេខ4ក៏បានដែរត្រីខ្លាតាមពិតវាមិនមែនជាគោលដៅយើងទេត្រីនាគនិងត្រីគយទៅជារឿងធំលោកជីនពិតជាធ្វើឲ្យខ្ញុំស្កប់ចិត្តណាស់បើគ្មានត្រីខ្លារបស់លោកគឺគង់ពេញឆាងជានឹងឈ្នះបាត់ហើយធ្វើឲ្យក្រុមអ៊ីងហ្វាមិនបានមេដាយសប្បាយចិត្តជាងឈ្នះជើងឯកទៅទៀតតែត្រីនាគឈាមក្រហមរបស់គង់ពេញឆាងជាខ្ញុំធ្លាប់ឃើញហើយពូជសុទ្ធល្អណាស់ពណ៌ក្រហមឆ្អិនឆ្អៅរកកន្លែងខុសមិនឃើញទេនៅតែមានសមត្ថភាពដណ្ដើមជើងឯកត្រីរបស់ឈិនយូឈួនក៏ជាប្រភេទកម្ពុជាដែរគ្រាន់តែត្រីនាគឈាមក្រហមថ្លៃជាងត្រីនាគមាសគុណភាពគឺខ្ពស់ជាង1ទៅ2ពិន្ទុអាស្រ័យលើគណៈកម្មការតែខ្ញុំមានទំនុកចិត្តតែអ្នកណាថាត្រីនាគមាសឈ្នះមិនបានត្រីនាគឈាមក្រហមនោះត្រីនាគឈាមក្រហមលោកស្រីលោកនីបន្តទៅនេះគឺជាការប្រកួតត្រីនាគមានត្រីចូលរួមប្រកួត60ក្បាលមកពី23ប្រទេសសូមអញ្ជើញបេក្ខជនគង់ពេញឆាងជាពីក្រុមអ៊ីងហ្វាឲ្យគណៈកម្មការផ្ដល់ពិន្ទុត្រីនាគឈាមក្រហមរបស់គង់ពេញឆាងជាទទួលបាន98ពិន្ទុ98ពិន្ទុពិន្ទុនេះខ្ពស់ជាងជើងឯកឆ្នាំមុនទៅទៀតជើងឯកត្រីនាគប្រកាសជារបស់យើងហើយត្រីនេះចិញ្ចឹមអស់6ឆ្នាំជើងឯកប្រកាសជារបស់យើង98ពិន្ទុជាពិន្ទុខ្ពស់បំផុតក្នុង10ឆ្នាំមកនេះត្រីរបស់ក្រុមអ៊ីងហ្វានេះរកកន្លែងខុសមិនឃើញមែនគួរឲ្យស្ដាយដែលពួកគេបានជើងឯកមួយទៀតបន្តទៅនេះគឺបេក្ខជនឈិនយូឈួនពីក្រុមឡុងគូមិនគួរឲ្យជឿត្រីនាគមាសរបស់ឈិនយូឈួនទទួលបាន99ពិន្ទុមិនអាចទៅរួចត្រីនាគមាសឈ្នះត្រីនាគឈាមក្រហមបានយ៉ាងម៉េចត្រីនាគឈាមក្រហមគឺជាស្ដេចត្រីនាគមាសនេះទោះស្អាតយ៉ាងណាក៏មិនគួរបាន99ពិន្ទុដែរខ្ញុំដឹងថាប្រកាសជាមានអ្នកឆ្ងល់រឿងពិន្ទុនេះត្រីនាគឈាមក្រហមពិតជាមានកម្រិតខ្ពស់ជាងត្រីនាគមាសក្នុងទីលានណាក៏ដោយត្រីនាគឈាមក្រហម98ពិន្ទុនឹងក្លាយជាជើងឯកតែត្រីនាគមាសនេះល្អឥតខ្ចោះពេកហើយស្រកាត្រីរៀបចំស្អាតដូចគេរៀបចំទុកពណ៌មាសសុទ្ធគ្មានស្នាមគួរឲ្យភ្ញាក់ផ្អើលណាស់លោកឈិនត្រីនាគមាសរបស់លោកពិតជាខ្លាំងមែនឈ្នះត្រីនាគឈាមក្រហមដណ្ដើមជើងឯកត្រីនេះប្រហែលក្លាយជារឿងព្រេងហើយបើថ្ងៃក្រោយលោកចង់លក់សូមនឹកដល់ខ្ញុំមុនគេណាត្រីខ្លានិងត្រីនាគក្រុមឡុងគូសំណាងល្អបានពីជើងឯកត្រីគយពួកគេគ្មានឱកាសទេឡានត្រីគយគឺជាមោទនភាពដែលក្រុមអ៊ីងហ្វាយើងថែរក្សាមកច្រើនជំនាន់ត្រីនេះចិញ្ចឹមអស់8ឆ្នាំជាត្រីគយដែលស្អាតបំផុតក្នុងប្រវត្តិសាស្ត្រជើងឯកប្រកាសជារបស់យើងគង់ពេញឆាងជានិយាយត្រូវត្រីខ្លានិងត្រីនាគពីរជើងឯកនេះក៏មិនអាចប្រៀបនឹងជើងឯកត្រីគយមួយបានដែរលោកស្រីលោកនេះបន្តទៅនេះគឺជាការប្រកួតពានរង្វាន់កំពែងមហាជ័យការប្រកួតវគ្គផ្ដាច់ព្រាត់នេះមានបេក្ខជនមកពី11ប្រទេសជាមួយត្រីគោរាំកម្ពុជា48ក្បាលចាប់ផ្ដើមជាមួយក្រុមជប៉ុនដែលជាបេក្ខភាពខ្លាំងត្រីរបស់លោកកុងពិនសូមអញ្ជើញគណៈកម្មការផ្ដល់ពិន្ទុត្រីរបស់លោកកុងពិនពីក្រុមជប៉ុនទទួលបាន99ពិន្ទុខ្ពស់ជាងឆ្នាំមុន1ពិន្ទុពិតជាអស្ចារ្យចាញ់គឺចាញ់ហើយពួកគេមិនមែនជាគូប្រកួតរបស់យើងទេខ្ញុំនិយាយហើយថាជើងឯកត្រូវតែជាក្រុមជប៉ុនមានប្រវត្តិយូរលង់ក្នុងការចិញ្ចឹមត្រីនេះជាសមិទ្ធផលបច្ចេកទេសរាប់សិបឆ្នាំតាចិនយកអ្វីមកប្រៀបធៀបត្រីរបស់ក្រុមថៃបាន95ពិន្ទុទទួលបាន95ពិន្ទុក្រុមមីយ៉ាន់ម៉ាទទួលបាន92ពិន្ទុក្រុមកូរ៉េទទួលបាន96ពិន្ទុអ្នកចុងក្រោយគឺលោកឈិនយូឆាងពីក្រុមចិនលោកឈិនយូឆាង
គាត់ធ្លាប់ឈ្នះ2 ដងហើយមិនដឹងថាលើកនេះអាចឈ្នះត្រីជប៉ុនបានដែរឬទេទោះបីជាសង្ឃឹមតិចតែក៏អាចមានអភូតហេតុដែរចិនមិនបានជាប់ចំណាត់ថ្នាក់កម្ពុជា3ឆ្នាំហើយទោះមិនឈ្នះក៏សូមឲ្យជាប់ចំណាត់ថ្នាក់លេខ3ដែរអីយ៉ាហេតុអ្វីបានជាត្រីក្រហមធម្មតាទោះរៀងស្អាតតែពូជនេះធម្មតាពេកហើយកុំថាឡើយប្រៀបនឹងត្រីជប៉ុនសូម្បីតែត្រីមីយ៉ាន់ម៉ាក៏មិនឈ្នះដែរត្រីបែបនេះក៏យកមកប្រកួតដែរឬពិតជាអាម៉ាស់ណាស់លោកឈិនហេតុអ្វីយកត្រីនេះមកប្រកួតវាធម្មតាពេកហើយតើវាមានអ្វីពិសេសមែនទេលោកឈិនតើត្រីនេះយកមកលេងមែនទេគណៈកម្មការចាំបន្តិចត្រីនេះហាក់ដូចជាប្លែកស្រកាវាហាក់ដូចជាកំពុងភ្លឺវាពិតជាកំពុងផ្លាស់ស្រកាខ្ញុំចិញ្ចឹមត្រី40ឆ្នាំហើយមិនដែលឃើញបែបនេះទេវាផ្លាស់ស្រកាហើយមានលំនាំពណ៌មាសនេះមិនមែនត្រីធម្មតាទេនេះជាត្រីនាក្នុងរឿងព្រេងត្រីរបស់លោកជីនយូឆាងគឺត្រីនាពិន្ទុគឺលើសពី100ខ្ញុំចិញ្ចឹមត្រីមួយជីវិតមិនដែលគិតថាថ្ងៃមួយនឹងបានឃើញត្រីនាផ្ទាល់ភ្នែកបែបនេះអរគុណលោកជីនដែលធ្វើឲ្យយើងឃើញអភូតហេតុលោកជីនលក់ត្រីនោះទេ1 លាន 5 សែន1 លាន 5 សែន1 លាន 5 សែនខ្ញុំចង់ទិញពិតប្រាកដតម្លៃអាចចរចាបានខ្ញុំឲ្យ8 លានផ្ទេរលុយឲ្យលោកជីនរួចហើយលក់ត្រីឲ្យលោកហានចំណេញច្រើនណាស់ដល់20 លានហើយខ្ញុំខ្មាស់គេដែរត្រីឡុងលីខ្ញុំលក់ឲ្យលោកហ៊ានហើយចុះត្រីខ្លះវិញមានអ្នកទិញទេទោះលក់បានថ្លៃប៉ុន្មានខ្ញុំនឹងបរិច្ចាគលុយនោះទាំងអស់ក្នុងពេលដែលលោកចិនចិត្តទូលីម្លេះខ្ញុំសូមដាក់2 លានដែរខ្ញុំដាក់2 លាន 2 សែនខ្ញុំដាក់2 លាន 6 សែនសូមតែមួយគត់គឺចង់ថតរូបជាមួយលោកចិនមានអ្នកណាឲ្យលើស2 លាន 6 សែនទេខ្ញុំរាប់ដល់3បើគ្មានទេគឺសម្រេចហើយ1 2 3អរគុណលោកម្ចាស់ដែលចិត្តទូលីជំនួសមកក្មេងនៅតំបន់ក្រីក្រអរគុណលោកចិនត្រីឡុងលីនោះលោកលក់ទេបើលោកខ្ញុំហ៊ានឲ្យ15 លានខ្ញុំហ៊ានឲ្យ20 លានមើងងាយត្រីឡុងលីនេះពេកហើយខ្ញុំសូមចូលរួមដែរខ្ញុំឲ្យ80 លានលោកចិនខ្ញុំជាអ្នកស្រឡាញ់ត្រីលំអខ្ញុំហ៊ានឲ្យ100 លានសម្រាប់ត្រីនេះប្រទេសជប៉ុនមានមន្ទីរពិសោធន៍បង្កាត់ពូជត្រីដែលទំនើបបំផុតក្នុងលោកអាចថែទាំវាបានល្អបំផុតសូមលោកពិចារណាឲ្យច្បាស់លោកចិននេះគឺជាត្រីឡុងលីជានិមិត្តរូបនៃប្រទេសយើងមិនអាចធ្លាក់ទៅក្នុងដៃជប៉ុនបានទេលោកកុងបិនកុំសង្ឃឹមឲ្យសោះត្រីឡុងលីនេះដាច់ខាតមិនលក់ឲ្យពួកជប៉ុនទេទោះលោកឲ្យថ្លៃប៉ុន្មានខ្ញុំនឹងឲ្យថ្លៃជាងលោកព្រោះខ្ញុំមានលុយជាងលោកចិន200 លានបើលោកព្រមលក់ត្រីនេះឲ្យខ្ញុំលោកនឹងក្លាយជាមិត្តល្អបំផុតធ្វើមិត្តមិនបាច់ទេម្យ៉ាងទៀតត្រីនេះខ្ញុំមិនបានគិតលក់តាំងពីដើមមកគឺបានព្រមព្រៀងគ្នាហើយថាលោកជួយខ្ញុំឈ្នះការប្រកួតខ្ញុំជូនពរលោកឲ្យជោគជ័យហើយខ្ញុំក៏ចង់ដឹងដែរថាពេលត្រីរំលងទ្វារនាគតើវាអាចក្លាយជានាគពិតមែនទេហានឆាងហៃអាចារ្យនេះខ្ញុំដឹងតាំងពីដើមថាវាស្និទ្ធនឹងជីនយូឈួនលោកហានចិត្តស្និទ្ធនឹងជីនយូឈួនណាស់មិនត្រឹមតែនាំមិត្តភក្តិទៅហាងជីនយូឈួនទេតែប៉ុន្មានថ្ងៃមុនពួកគេថែមទាំងទៅនេសាទជាមួយគ្នាទៀតទំនាក់ទំនងហាក់ល្អណាស់ខ្ញុំនឹងធ្វើឲ្យគេស្ដាយក្រោយខ្ញុំកំពុងគិតជួយយកអតិថិជនទ្រព្យទាំងអស់របស់ខ្ញុំទៅដាក់បញ្ចាំឲ្យអស់ខ្ញុំនឹងទម្លាក់តម្លៃភាគហ៊ុនក្រុមហ៊ុនហានឆាងហៃក្រុមហ៊ុនលោកហ៊ានទៅចេញស្រាបៀរថ្មីលក់ដាច់ខ្លាំងណាស់តម្លៃភាគហ៊ុនក៏ឡើងថ្លៃការធ្វើបែបនេះមិនប្រថុយពេកទេមិនពិបាកទេគ្រាន់តែបង្កើតរឿងអាស្រ័យសុវត្ថិភាពចំណីអាហារទៅនោះតម្លៃភាគហ៊ុននឹងធ្លាក់ចុះយើងនឹងចំណេញរាប់ពាន់លានវិបត្តិហិរញ្ញវត្ថុក្រុមហ៊ុននឹងដោះស្រាយបានយល់ទេយល់ហើយខ្ញុំនឹងទៅរៀបចំភ្លាមមកសាកតែឡុងជីនដែលមិត្តភក្តិទៅផ្ញើមកលោកហ៊ានមុខមាត់លោកមិនសូវល្អទេហាក់មានរឿងមិនល្អរឿងលុយកាក់អាចនឹងមានបញ្ហាជាពិសេសត្រូវប្រយ័ត្នមនុស្សអាក្រក់នៅជុំវិញខ្លួនលោកឈិនបើអ្នកអត់ទេនិយាយបែបនេះខ្ញុំប្រហែលមិនខ្វល់ទេតែលោកនិយាយខ្ញុំត្រូវតែជឿលោកលៀនជូនដំណឹងទៅរោងចក្រត្រូវត្រួតពិនិត្យសុវត្ថិភាពឲ្យបានតឹងរឹងគ្រប់ផ្នែកត្រូវយាមកម្មពេលយប់ឲ្យបានល្អបើមានរឿងអ្វីកើតឡើងខ្ញុំនឹងរកអ្នកទទួលខុសត្រូវកុំថាខ្ញុំមិនប្រាប់ទាំងអស់គ្នាត្រូវយកចិត្តទុកដាក់កុំឲ្យមានអ្នកណាលួចខ្ជិលបើលេងហ្គេមចេញទៅឲ្យឆ្ងាយមិនក៏តឹងរឹងម្លេះយប់មិញយើងទើបតែលេងហ្គេមជាមួយគ្នាលេងហ្គេមវាងជឺមិញនេះលោកនាយកឲ្យខ្ញុំទៅជួបគាត់ទូរស័ព្ទមកផ្ទាល់ឲ្យតាមដានសុវត្ថិភាពផលិតកម្មឲ្យជាប់ជាពិសេសក្រុមការងារយើងត្រូវតែប្រុងប្រយ័ត្នឲ្យខ្ពស់បំផុតអាណាគេហ៊ាននំក្នុងកន្លែងស្តុកវត្ថុធាតុដើមចាប់វាឲ្យបានលោកហ៊ាន
លោកចិនលើកនេះពិតជាអរគុណលោកខ្លាំងណាស់មានរឿងអីមិញនេះរោងចក្រចាប់បានកម្មករម្នាក់នំក្នុងកន្លែងស្តុកវត្ថុធាតុដើមហើយមានម្នាក់ទៀតថតវីដេអូពួកគេសារភាពថាមានគេជួលពួកគេក្នុងតម្លៃ$100,000បើវីដេអូនេះបែកធ្លាយទៅលើអនឡាញគឺចប់ហើយពួកគេបានប្រាប់ទេថាអ្នកណាជួលពួកគេថាស្គាល់តែអ្នកកណ្ដាលអ្នកនៅពីក្រោយជានរណាពួកគេមិនដឹងទេតែខ្ញុំបានប្តឹងប៉ូលីសហើយបើដឹងថាជានរណាធ្វើខ្ញុំមិនឲ្យវាសុខឡើយប្រកួតប្រជែងអាជីវកម្មបែបនេះគឺថោកទាបពេកហើយលោកចិនលោកពិតជាជួយខ្ញុំធំធេងណាស់បើវីដេអូនេះបែកធ្លាយភាគហ៊ុនក្រុមហ៊ុនខ្ញុំនឹងធ្លាក់ចុះខ្លាំងលោកហ៊ានយើងសុទ្ធតែជាមិត្តចាស់នឹងគ្នាមិនបាច់ទេតែរឿងនេះមិនសាមញ្ញដូចឃើញនឹងភ្នែកទេត្រូវប្រយ័ត្នឲ្យមែនទែនលោកនិយាយអញ្ចឹងខ្ញុំទើបនឹកឃើញថ្ងៃត្រង់មិញលោកជីទូរស័ព្ទមកប្រាប់ថាមានគេកំពុងទម្លាក់តម្លៃភាគហ៊ុនក្រុមហ៊ុនយើងខ្ញុំស្មានតែទីចាំអារ៉ាមគេទម្លាក់តម្លៃភាគហ៊ុនក្រុមហ៊ុនលោកមុនរួចបង្កើតរឿងអាស្រ័យសុវត្ថិភាពដើម្បីកេងចំណេញពេលភាគហ៊ុនធ្លាក់ចុះគេប្រហែលរកចំណេញបានរាប់សិបលានវិធីនេះខុសខើណាស់ខ្ញុំនឹងឲ្យគេតាមស៊ើបភ្លាមទោះខ្ញុំហ៊ានជាមនុស្សចិត្តល្អតែមិនមែនឲ្យគេជន់ឈ្លីទេលោកចិនខ្ញុំសូមដាក់ទូរស័ព្ទសិនថ្ងៃក្រោយនឹងទៅសុំទោសដោយផ្ទាល់